trong cáiសំឡេងឲ្យព្រោះនេះគឺជា equalizer ដែលយើងស្គាល់វាថាជា EQ ដែលវាដើរតួនាទីសំខាន់ពីរទី1វាអាចរកសំឡេងរំខានហើយធ្វើការដកសំឡេងរំខាននឹងចេញហើយទី2គឺវាអាចបូសជាមួយនឹង frequency នៃសំឡេងរបស់យើងឲ្យវា clarity ច្បាស់ធ្ងន់ហើយស្រួយជាងមុនអីចឹងទៅអញ្ចឹងអាហ្នឹងគឺជាសមត្ថភាពរបស់ equalizer អញ្ចឹងដើម្បីប្រើជាមួយនឹង equalizer បានអ្នកគ្នាត្រូវតែដឹងជាមួយនឹង frequency spectrum របស់វាដែលគេបែងចែកជា3ធំៗទី1យើងហៅថា bass ឬក៏ low end ហ្នឹងឯងដែលវាមានចន្លោះពី 20Hz ទៅ 250Hz ដែលវា provide សម្រាប់សំឡេង bass ដែលធ្ងន់ៗនៅខាងក្រោមហ្នឹងហើយទី2គឺ mid range ដែលវាមានចន្លោះពី 250Hz ទៅ 4K Hz ដែលជាកន្លែងសំឡេងដែលយើងនិយាយហ្នឹងឬក៏ជាសំឡេង instrument ឧបករណ៍តន្ត្រីដូចជាហ្គីតាអីជាដើមណាហើយទី3គឺ treble ឬក៏យើងស្គាល់វាថាជា high end ហ្នឹងដែលវាមានចន្លោះពី 4K ទៅ 20K Hz ដែលវា provide សម្រាប់សំឡេង clarity សំឡេងដែលច្បាស់សំឡេង air ឬក៏សំឡេងដែលវាស្រួយនៅក្នុងហ្នឹងណាអញ្ចឹងអាសំឡេងទាំងអស់ហ្នឹងគឺវានៅតំបន់ treble ហ្នឹងឯងបន្ទាប់ពីអ្នកគ្នាស្គាល់ជាមួយនឹង frequency spectrum ហើយអ្នកគ្នាអាចធ្វើការកែជាមួយនឹងសំឡេងរបស់យើងបានហើយអញ្ចឹងអ្នកគ្នាចង់កែសំឡេង instrument សំឡេង human speak ដែលសំឡេងយើងនិយាយឬក៏ជាសំឡេង sound effect អីហ្នឹង workflow របស់វាគឺខុសៗគ្នាណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកគ្នាអំពីការកែទៅលើសំឡេងរបស់យើងហើយដើម្បីកែសំឡេង vocal របស់យើងឲ្យព្រោះត្រូវទៅតាម standard អ្នកគ្នាអាចធ្វើការ follow តាម step របស់ខ្ញុំនេះបានអញ្ចឹងចំណុចទី1ដែលយើងនឹងត្រូវធ្វើមុនគេគឺតាក់ទងទៅនឹង high pass filter អញ្ចឹងការធ្វើ high pass filter នេះគឺវានឹងជួយយើងនៅក្នុងការដកនៅសំឡេង AC អាសំឡេងដែលមកពីម៉ាស៊ីនត្រជាក់របស់យើងឬក៏ជាសំឡេងដែលមកពី mic boom របស់យើងនឹងចេញឥឡូវមុននឹងចាប់ផ្ដើមយើងមកស្ដាប់ជាមួយនឹងសំឡេងដើមរបស់យើងសិនមកកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានអញ្ចឹងបើយើងស្ដាប់សំឡេងដើមរបស់យើងវានៅលើសំឡេងងុំហើយមានសំឡេងហឹមដែលមកពីក្នុងបន្ទប់របស់យើងហ្នឹងអានេះបើសិនអ្នកគ្នាស្ដាប់ជាមួយនឹង speaker monitor អ្នកគ្នានឹងឮសំឡេងអស់ហ្នឹងឯងតោះអញ្ចឹងយើង start ជាមួយនឹង high pass filter យើងធ្វើការបើកជាមួយនឹង band 1របស់យើងមកបន្តមកទៀតអ្នកគ្នាធ្វើការទាញជាមួយនឹង frequency របស់យើងមកមុខចន្លោះពី80ទៅ100មកអាហ្នឹងគឺសម្រាប់សំឡេងមនុស្សប្រុសណាហើយបើសំឡេងមនុស្សស្រីអ្នកគ្នាអាចធ្វើការទាញលើសនឹងតិចតួចមកចូលដល់ចំណុចទី2យើងធ្វើការ remove សំឡេង boxy ដែលសំឡេងហឹងនៅក្នុងបន្ទប់របស់យើងហ្នឹងអញ្ចឹងជាទូទៅសំឡេង boxy ហ្នឹងគឺវានៅចន្លោះពី 300Hz ទៅ 600Hz អញ្ចឹងអ្នកគ្នាអាចប្រើ band មួយណាក៏បានដែរឥឡូវខ្ញុំទាញ band ទី3របស់យើងមកអ្នកគ្នាអូសវាមកលើមកដើម្បីស្វែងរកសំឡេង boxy របស់យើងណាហើយយើងត្រូវការតម្លើងជាមួយនឹង Q factor របស់យើងបន្តិចផងខ្ញុំយកប៉ុណ្នេះមកហើយអ្នកគ្នាត្រូវការ play មកនឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានអូខេអញ្ចឹងខ្ញុំឃើញសំឡេង boxy របស់យើងគឺនៅកន្លែងនេះអញ្ចឹងដើម្បី remove វាចេញអ្នកគ្នាទាញវាមកក្រោមមកបន្តមកទៀតអ្នកគ្នាត្រូវបើកជាមួយនឹង Q factor របស់យើងឲ្យវាទៅជា high Q អញ្ចឹងខ្ញុំតម្លើងកន្លែងនេះអស់មកតើតើនឹង gain របស់វាអ្នកគ្នាអាចយកវាដកចន្លោះពី3ទៅ4មកអូខេខ្ញុំយកប៉ុណ្នេះមកចូលដល់ចំណុចទី3អ្នកគ្នាអាចធ្វើការ remove ទៅលើសំឡេង nasal tone អញ្ចឹងសំឡេង nasal tone ហ្នឹងសំឡេងដែលនៅចុងច្រមុះរបស់យើងនេះឬក៏នៅពេលអ្នកគ្នាផ្ដាសាយហ្នឹងអ្នកគ្នានឹងលឺអាសំឡេងហ្នឹងហើយអញ្ចឹងដើម្បីរកសំឡេង nasal tone ហ្នឹងគឺវានៅចន្លោះពី 8Hz ទៅ 2K Hz អ្នកគ្នាអាចធ្វើការទាញវាឡើងលើដូចគ្នាហើយយើងតម្លើង Q factor របស់យើងបន្តិចមកបន្តមកទៀតអ្នកគ្នាចាប់ផ្ដើម play វីដេអូហើយយើងធ្វើការរកមើលជាមួយនឹង nasal tone របស់យើងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានអញ្ចឹងពេលដែលយើងរកឃើញជាមួយ nasal tone របស់យើងហើយយើងធ្វើការទាញវាចុះមកដើម្បីយើងធ្វើការកាត់សំឡេងនឹងចេញអញ្ចឹងយើងទាញវាចុះបន្តមកទៀតយើងបើកជាមួយនឹង Q factor របស់យើងឲ្យទៅជា high Q មកអញ្ចឹងយើងតម្លើងវាអស់មកហើយតាក់ទងនឹង gain ដូចគ្នាយើងយកវាចន្លោះពីដក3ទៅដក4មកអញ្ចឹងបន្ទាប់ពីយើងសម្អាតជាមួយនឹងសំឡេងដែលរំខានហើយគឺយើងចាប់ផ្ដើម boost ជាមួយនឹងសំឡេង frequency របស់យើងឲ្យវា clarity ច្បាស់ជាងមុនឲ្យវាស្រួយជាងមុនអីចឹងទៅអញ្ចឹងដើម្បីធ្វើអញ្ចឹងបានយើងបានរៀនហើយមែនទេតាក់ទងសំឡេង treble របស់យើងគឺវានៅចន្លោះពី 4K ទៅ 22K អញ្ចឹងខ្ញុំទាញជាមួយនឹង band 5របស់យើងនេះឡើងមកបន្តមកទៀតតាក់ទង band របស់យើងគឺយើងប្រើជាមួយនឹង bell នេះមកយក bell មកអញ្ចឹងយើងអាចធ្វើការទាញវាឡើងមកអ្នកគ្នាធ្វើការ play មកនឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបាននឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានអញ្ចឹងនៅពេលដែលមកដល់កន្លែងសំឡេង treble នេះទោះបីអ្នកគ្នាទាញវាឡើងក៏ដោយក៏វាអត់ខូចដូចនៅពេលអ្នកគ្នាទាញនៅកន្លែងសំឡេង mid range របស់យើងនេះតោះណាអញ្ចឹងកន្លែងហ្នឹងយើងត្រូវ boost ជាមួយនឹង frequency របស់យើងឡើងដើម្បីឲ្យសំឡេងរបស់យើងវាធ្ងន់វាស្រួយទៅតាមអីដែលយើងចង់បានអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះខ្ញុំស្ដាប់ទៅសំឡេងរបស់យើងវា clarity ជាងមុនហើយអញ្ចឹងបើយើងចង់បានស្រួយបន្ថែមទៀតអ្នកគ្នាអាចបើកជាមួយនឹង band 6របស់យើងមកបន្តមកទៀតយើងដូរអានេះមក bell ដែរមកហើយអ្នកគ្នាការទាញវាឡើងមកអញ្ចឹងអានេះខ្ញុំតម្លើង Q factor វាមក high Q តិចមកអញ្ចឹងអ្នកគ្នាអាចធ្វើការ play បណ្ដាអាចអូសមើលបណ្ដាភាពស៊ាំបាននឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចអញ្ចឹងបើអ្នកចង់បានស្រួយប៉ុណ្ណាយើងទាញវាតាមហ្នឹងណានឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានគេអញ្ចឹងឧទាហរណ៍នេះខ្ញុំយកវាប៉ុណ្ណឹងមកយើងទៅមើល before and after
ចឹងអានេះគឺ before ខ្ញុំបិទវាមកនឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីចឹងបើយើងស្ដាប់សំឡេងដើមរបស់យើងទៅវាមានសំឡេង box C ផងសំឡេង AC ផងហើយសំឡេងរបស់យើងគឺវាអត់សូវមានរសជាតិប៉ុន្តែបន្ទាប់ពីយើងបានប្រើជាមួយនឹង EQ របស់យើងឥឡូវយើងបើក after មកវិញនឹងកើតឡើងនៅពេលដែលយើងប្រឈមនឹងស្ថានភាពថ្មីដែលមិនអាចឆ្លើយតបនឹងភាពស៊ាំបានអញ្ចឹងការកែជាមួយនឹងសំឡេងរបស់យើងមិនមែនមានតែប៉ុណ្្នឹងទេអ្នកគ្នាអាចប្រើជាមួយនឹង dynamic ក៏ដូចជាការប្រើជាមួយនឹង effect មួយចំនួនទៀតដើម្បីឲ្យសំឡេងរបស់យើងវាកាន់តែល្អប្រសើរជាងនឹងបន្ថែមទៀតអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងជាមួយនឹង equalizer ហើយបើសិនជាអ្នកគ្នាចង់សិក្សាជាមួយ DaVinci Resolve ខ្ញុំមាន course មួយដែលយើងផ្ដោតទៅលើផ្នែក editing ផ្នែក color grading fusion ហើយនិង fairlight ណាអញ្ចឹងបើអ្នកគ្នាចាប់អារម្មណ៍អាច inbox មក Messenger ឬក៏ Telegram របស់ខ្ញុំមកហើយយើងនឹងជួបគ្នានៅក្នុង course របស់យើងទាំងអស់គ្នា